តាំងមកជីមកគឺបាន5ឆ្នាំជាងហើយអ្នកខ្លះថាទិញព្រុសចំណេញតែទិញមកលោតឆែកទៀតហើយបាទហើយកុំបារម្ភបើសិនជាឃើញលោតឆែកមួយនេះបាទសម្រាប់បងប្អូនអាជីពព្រុសនេះគឺដឹងហើយលោតឆែកគឺមកពីកតាជាច្រើនតោះតែយើងដាក់ scan ហើយ scan មើលគឺវាខូចអានេះបាទគេហៅថា mass air flow ណាអាស្អីគេនេះនៅចិត្តបំពង់ខ្យល់ណាបាទហើយខ្ញុំផ្លាស់ប្ដូរអស់$10ជាងហ្នឹងជាងក៏គាត់សម្អាតអាបំពង់hơiខ្យល់នេះឲ្យស្អាតអញ្ចឹងណាអូដីកាន់ណាបាទហើយក៏ចេះគាត់ថាដូរ air flow ទៅមិនបាច់ទៅអីណាដោះអីដល់ boozy ទៀតក៏ប៉ុន្តែខ្ញុំជី5ឆ្នាំហើយខ្ញុំមិនដែរបើកមើល boozy ទេហើយជាធម្មតាទៅ boozy នេះគឺត្រូវផ្លាស់ប្ដូរជារៀងរាល់100000ម៉ៃឬក៏160,000គីឡូម៉ែត្របងប្អូនគួរតែ check មើលម្ដងមកសិក្សាពីកតា load check អ្នកនរload check គឺវាមានច្រើនណាស់ពេលខ្លះទៅបំពង់សម្ាំងយើងអត់ដុតក៏វា load មានបញ្ហាក៏វា load boozy នេះមានបញ្ហាក៏វា load ដូន load check គឺវាមានកតាជាច្រើនប៉ុន្តែអ្នកនរគ្នាខ្ញុំកុំបារម្ភ load check គឺជីបានធម្មតាគ្រាន់តែនៅក្នុងឡានយើងហ្នឹងគឺវាមានកង្វះខាតស្ទើរអីមួយប៉ុន្តែក៏សុំធ្វើអារម្មណ៍មួយគឺកុំបារម្ភអ្វីដែលបារម្ភហ្នឹងគឺខ្លាចតែ load ថៃកោណនេះដូចជាបញ្ហាបូមទឹកប៉ុន្តែបូមទឹកក៏មានវិធីដោះស្រាយអូខេខ្លីៗងាយៗមួយទៀតសម្រាប់ភ័យមិនសិនបងប្អូនអាជីឡានគួរតែចេះមើលណាបើសិនជាខ្វះយើងថែមខ្លួនឯងទៅបើថាយើងអត់ចេះថែមទេយកទៅឲ្យជាងថែមហើយ10គីឡូគឺត្រូវទៅដូរភ័យមិនសិនណាដើម្បីឲ្យឡានយើងជិះបានយូរហើយជិះមក5ឆ្នាំនេះអស់ ABS តែមួយគ្រាប់បូមទឹកតែ2ទេស្បកកង់តែ4ទេបាទអត់មានខូចអីទេបាទសម្រាប់ខ្ញុំជិះព្រុសទេហើយព្រុសនេះខ្ញុំឡើងខេត្តចង់30ដងឯងបាទកោះកុងសៀមរាបកំពង់សោមកពតអីហ្នឹងហើយ off road ចូលទឹកជ្រោះទឹកអីហ្នឹងនិយាយរួមទៅវល់ហ្មងអរគុណសូមជម្រាបលាបាទ